សំណួរសួរថាតើអ្នកបានធ្វើហើយឬនៅរាល់លទ្ធផលដែលយើងទទួលបានវាសុទ្ធតែមានតម្លៃនិងភាពចាំបាច់មិនថាតែកិច្ចការនោះតូចតាចឬធំដុំនោះទេហើយវារឹតតែមានភាពសំខាន់ថែមទៀតបើយើងបានធ្វើឲ្យអស់ពីលទ្ធភាពតើអ្នកធ្លាប់ធ្វើកិច្ចការមួយឲ្យរួចតែពីដៃដែរឬទេតើអ្នកទទួលបានបទពិសោធន៍អ្វីខ្លះពីកិច្ចការទាំងនោះហើយតើអ្នកអាចធ្វើវាសារជាថ្មីម្ដងទៀតបានដែរឬទេមុននឹងឆ្លើយខ្ញុំចង់ឲ្យអ្នកបិទភ្នែកមួយនាទីរួចសាកគិតបន្តិចមែនហើយវាអាចកើតមានច្រើនដងនិងច្រើនពេលទៀតផងអ្នកអាចនឹងគិតឃើញថាខ្លួនឯងបានខ្ជះខ្ជាយពេលវេលាថាមពលបូករួមទាំងឱកាសល្អៗជាច្រើនដែលពុំគួរណាអនុញ្ញាតឲ្យខ្លួនឯងបង្កើតកំហុសទាំងនោះឡើយអ្នកក៏ចាប់ផ្ដើមខឹងចិត្តនិងស្ដាយក្រោយព្រោះរឿងខ្លះវាកន្លងហួសបាត់ទៅហើយម្យ៉ាងអ្នកត្រូវការយកពេលវេលាដែលខ្លួនកំពុងមានទៅធ្វើកិច្ចការជាច្រើនទៀតឧទាហរណ៍កាលពីនៅរៀនថ្នាក់អនុវិទ្យាល័យខ្ញុំពុំបានខិតខំប្រឹងប្រែងរៀនសូត្រនោះទេដោយការនោះខ្ញុំចេះតែគិតថាមិនដឹងប្រឹងរៀនចេះទៅបានអ្វីមកវិញរៀននាំតែខាតពេលខាតលុយឥតប្រយោជន៍ទោះបីជាខ្ញុំរៀនបានខ្ពង់ខ្ពស់ជាងនេះក៏មិនប្រាកដថាមានការងារល្អដែរជាលទ្ធផលខ្ញុំប្រឡងបានត្រឹមតែមួយជាប់ឬប៊ីសនឹងធ្លាក់ហើយពេលនោះខ្ញុំក៏ប្រហែលមានជីវិតមិនដឹងទៅជាបែបណាទេលើសពីនេះនៅពេលដែលខ្ញុំគិតដល់រឿងរ៉ាវទាំងនោះខ្ញុំក៏ចេះតែយល់ថាខ្លួនឯងខុសនិងបានខាតបង់ពេលវេលាកាលនៅវ័យជំទង់ដោយចេះតែធ្វើអ្វីទៅតាមមិត្តភក្តិឬតាមមនុស្សភាគច្រើនទៅវិញដូចគ្នានេះដែរបើអ្នកកំពុងត្រៀមខ្លួនប្រឡងថ្នាក់ទី12អ្នកមិនអាចយកពេលវេលាទៅរៀនក្រៅម៉ោងមុខវិជ្ជានៅថ្នាក់ទី10នោះទេហើយវាក៏មិនខុសអីពីពាក្យដែលគេនិយាយលេងថាទាល់តែស្លាប់ម្ដងបានវាចេះរាងចាលក៏ប៉ុន្តែបើកាលនោះអ្នកបានព្យាយាមអស់ពីលទ្ធភាពម្លេះពេលនេះអ្នកប្រហែលជាចំណាយពេលបន្តិចបន្តួចដើម្បីទៅរំលឹកឬស្រាវជ្រាវឡើងវិញតែប៉ុណ្ណោះបន្ថែមពីនេះអ្នកក៏មានពេលច្រើនផ្ដោតទៅលើកិច្ចការថ្មីៗហើយអ្នកក៏មិនចាំបាច់ទៅខ្វល់ខ្វាយពីរឿងរ៉ាវដែលកន្លងហួសឬកំហុសពីអតីតកាលនោះឡើយតើអ្នកបានធ្វើអស់ពីលទ្ធភាពហើយឬនៅវាគឺជារឿងសាមញ្ញទេដែលមនុស្សយើងតែងតែកុហកខ្លួនឯងមានលេស100ជំពូកឬ101ហេតុផលដើម្បីបាត់បង់ភាពអាម៉ាស់ខ្លួនប៉ុន្តែខ្លួនអ្នកទៅវិញទេដែលមិនអាចលាក់បាំងហើយវានៅតែតាមលងឬតាមក្រើនរំលឹកស្ទើរតែគ្រប់ពេលដែលអ្នកមិនសប្បាយចិត្តម្ដងនៅពេលដែលអ្នកជួបហេតុការណ៍ឬរូបភាពណាមួយស្រដៀងនឹងកំហុសដែលអ្នកធ្លាប់បានបង្កឡើងហើយខួរក្បាលអ្នកក៏ទាញបង្ហាញឲ្យឃើញរឿងរ៉ាវទាំងនោះទោះបីជាវាកន្លងផុតយូរហើយក្តីអារម្មណ៍និងគំនិតរបស់អ្នករត់វិលវល់បន្ថែមទៅលើបញ្ហាដែលអ្នកកំពុងជួបបើខ្ញុំប្រឹងតែបន្តិចប្រហែលមិនវេទនាដូចសព្វថ្ងៃទេសំណាងនៅនឹងមុខតែខ្ញុំបែរជាមើលមិនឃើញទៅវិញសមមុខខ្ញុំហើយដែលសម្រេចចិត្តទៅតាមតែអារម្មណ៍ឲ្យតែនឹកឃើញរឿងនឹងខ្ញុំនៅតែស្ដាយក្រោយរហូតបើអាចត្រឡប់ពេលវេលាក្រោយខ្ញុំនឹងធ្វើឲ្យបានល្អជាងនេះផ្ទុយទៅវិញបើអ្នកបានធ្វើកិច្ចការណាមួយអស់ពីលទ្ធភាពឬប្រហែលជារីករាយនិងអរគុណដល់ហេតុការណ៍ដែលបានកើតឡើងជាពិសេសគឺខ្លួនអ្នកតែម្ដងដែលចេះចាប់ឱកាសទាំងនោះមួយវិញទៀតវានឹងក្លាយជាការចងចាំ
មួយដ៏ល្អសម្រាប់អ្នក ហើយក៏ជារឿងនិទានដ៏ជក់ចិត្តសម្រាប់កូនៗរបស់អ្នកថែមទៀតផង វីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះ ជាចុងក្រោយសូមពឹងបងប្អូនជួយចុច Subscribe និង Like វីដេអូរបស់ខ្ញុំម្នាក់មួយផង ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចែកចាយដល់ពុកម៉ែបងប្អូននៅពេលក្រោយទៀត សូមអរគុណ សូមជម្រាបលា